bạn mình thấy kiểu bằng cái vào rồi thằng thấy tìm vợ rồi mình mẹ nó đói miếng này miếng bàn ta tua tha pe để giờ lôi dân máu dân cục cung của ta dân còn dân ai cũng chăm kê đòi đây thì lại ở cái đây đồng thơm cài ở បាទជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះដែរគឺចង់និយាយពីថ្មីនេះឃើញភាគច្រើនគឺប្រធានបទល្បីចេញមកតាមការចែករំលែកនៅលើបណ្ដាញសង្គមទាក់ទងជាមួយនឹងប្រធានបទកំពុងតែផុសផុលនោះគឺការដែលយកពាក្យរបស់ប្អូនស្រីម្នាក់ជាអ្នករកស៊ីតាមអនឡាញជាអ្នកដែលបើកអាជីវកម្មអនឡាញហើយក៏ល្បីល្បាញដូចជាខាងសម្ដែងផងដែរហើយមានមតិរិះគន់ក៏ច្រើនគួរសមហើយមានមតិដែលគាំទ្រក៏ច្រើនគួរសមបាទអញ្ចឹងនៅក្នុងថ្ងៃនេះជាមួយនឹងបញ្ហាសុខភាពនិយាយទៅលើសុខភាពគឺយើងផ្ដោតសុខភាពរបស់មនុស្សយើងមាន3ធំយើងមានសុខភាពផ្លូវកាយសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវភេទមាន3ធំអញ្ចឹងសុខភាពដែលយើងសំដៅនៅទីនេះគឺសំដៅទៅលើសុខភាពផ្លូវចិត្តលើប្រធានបទដែលកំពុងតែល្បីហើយឃើញបងប្អូនមួយចំនួនក៏ចេញមកគាំទ្រហើយបងប្អូនមួយចំនួនទៀតក៏ចេញមកមិនគាំទ្រអញ្ចឹងតកតងជាមួយនឹងការលើកឡើងរបស់ប្អូនស្រីជាមួយនឹងប្រាក់ខែថាមនុស្សប្រុសក៏ដោយមនុស្សប្រុសស្រីថាមនុស្សប្រុសមនុស្សស្រីតែគាត់លើកពាក្យសម្ដីរបស់គាត់គឺសំដៅទៅលើមនុស្សប្រុសច្រើនជាងអញ្ចឹងបើកាលណាយើងព្យាយាមស្ដាប់ពាក្យសម្ដីរបស់គាត់ដោយយកចិត្តទុកដាក់ហើយស្ដាប់ឲ្យបានហ្មត់ចត់ការដែលវិភាគចេញមកពាក្យសម្ដីដែលយើងស្ដាប់នឹងអាចនឹងមានលទ្ធផលយើងដឹងថាគាត់ជាមនុស្សបែបណាហើយគាត់និយាយចូលទៅក្នុងផ្នែកណានៃសុខភាពទាំង3ទី1ការលើកឡើងរបស់គាត់គឺសំដៅទៅលើបរិសុទ្ធថាប្រាក់ខែចំនួន$500មិនគួរនឹងរកដៃគូជីវិតមិនគួរនឹងប្រព្រឹត្តទៅនៅក្នុងលក្ខខណ្ឌគ្រួសារនោះទេ
ចឹងការលើកឡើងនេះបើយើងគិតពីផ្នែកសុខភាពចូលទៅក្នុងផ្នែកសុខភាពផ្លូវចិត្តជាកម្រិតមួយដែលមនុស្សមានសម្ពាធមនុស្សធ្លាប់មានសម្ពាធចឹងបើកាលណាមនុស្សធ្លាប់មានសម្ពាធខាងផ្លូវចិត្តធ្វើឲ្យអារម្មណ៍របស់គាត់ហ្នឹងគឺការគិតផ្ដោតទៅលើអ្វីមួយប៉ះពាល់ប៉ះទង្គិចទៅលើផ្លូវចិត្តរបស់គាត់ពីមុនហើយចំពោះបងអូនស្រីដែលលើកឡើងហ្នឹងក៏ខ្ញុំឧស្សាហ៍ឃើញគាត់នៅលើបណ្ដាញសង្គមដែរហើយក៏ឧស្សាហ៍ដឹងរឿងរបស់គាត់នៅលើបណ្ដាញសង្គមដែរវាមិនជាបញ្ហាអ្វីទេវាមិនជាការទាស់មិនជាការទោមនស្សការខុសនោះទេតែអ្វីដែលខុសអ្នកស្ដាប់គាត់ទឹកចិត្តរបស់គាត់គឺខុសតែអ្វីដែលគាត់លើកឡើងគ្រាន់តែជាពាក្យសម្ដីមួយដែលគាត់និយាយចេញពីចិត្តរបស់គាត់ដែលធ្លាប់មានសម្ពាធខាងផ្លូវចិត្តដែលធ្លាប់មានវិបត្តិខាងផ្លូវចិត្តបច្ចុប្បន្នក៏ធ្លាប់ក៏ជាមនុស្សដែលមនុស្សគាត់ក៏ជាមនុស្សដែលមានវិបត្តិផ្លូវចិត្តដែរពាក្យថាវិបត្តិផ្លូវចិត្តនៅទីនេះខ្ញុំចង់ទាញអារម្មណ៍ថាមិនមែនតលតែមនុស្សនឹងឈួតទៅហៅថាវិបត្តិផ្លូវចិត្តទេពាក្យថាវិបត្តិផ្លូវចិត្តគឺសំដៅទៅលើពាក្យពេចន៍ដែលគាត់និយាយចេញមកគឺមានបង្កប់ទៅដោយបង្កប់ទៅដោយសម្ពាធស្រេចរួចទៅហើយដែលភ្ជាប់ជាមួយនឹងរឿងអតីតកាលភ្ជាប់ជាមួយនឹងរឿងហេតុអ្វីមួយដែលគាត់បានធ្លាប់ជួបពីមុននោះគឺឈ្មោះថាអ្នកដែលជួបក្នុងវិបត្តិផ្លូវចិត្តអញ្ចឹងរាប់ចូលទៅក្នុងសុខភាពផ្លូវចិត្តរាប់ចូលទៅក្នុងសុខភាពផ្លូវចិត្តហើយចំពោះដោយឡែកត្រឹមថាអត្តន័យដែលចេញពីពាក្យរបស់គាត់ត្រឹម500ប្រាក់ខែ500มันគួរនឹងមានដៃគូជីវិតมันគួរនឹងដំណើរការនៃលក្ខណៈគ្រួសារក្នុងបរិបទមួយនៅក្នុងពេលបច្ចុប្បន្ននេះបើគិតពីការរស់នៅពីតម្លៃនៃការចំណាយនៅក្នុងសង្គមគឺគាត់មិនជាខុសទេព្រោះគាត់មិនបានបញ្ជាក់ពីលក្ខខណ្ឌមួយដែលដៃគូមកខាងទៀតឧទាហរណ៍ជាបរិះដែលគាត់ត្រូវមានដៃគូជីវិតគាត់មិនបានបញ្ជាក់ថាដៃគូជីវិតហ្នឹងគឺជាមនុស្សដែលចាំតែរស់ដោយសារតែប្រាក់ខែរបស់ស្វាមីឬក៏ជាដៃគូម្នាក់ដែលគាត់រកមកហ្នឹងគឺជាដៃគូដែលមានកិច្ចការងារដើម្បីបូកផ្សំជាមួយគ្នាជាមួយនឹងប្រាក់ខែរបស់ស្វាមីក្នុងលក្ខខណ្ឌនេះគឺគាត់មិនបានបញ្ជាក់ដូច្នេះសង្ឃឹមថាបងប្អូននឹងយល់ក្នុងកន្លែងហ្នឹងអញ្ចឹង
រាល់ពាក្យសម្ដីដែលគាត់វិភាគយើងត្រូវរាល់ពាក្យសម្ដីដែលគាត់ចេញមកយើងត្រូវតែវិភាគទៅលើតម្លៃនៅក្នុងការចំណាយក្នុងការរស់នៅប្រចាំថ្ងៃក្នុងបរិបទបច្ចុប្បន្ននេះវាមិនជាបញ្ហាអ្វីទេដែលសម្រាប់យុវជនជំនាន់ក្រោយសម្រាប់ធនធានមនុស្សជំនាន់ក្រោយបើសិនជាវាប៉ះពាល់ទៅលើផ្លូវចិត្តរបស់យើងមានន័យថាមនុស្សយើងគឺមានផ្លូវចិត្តរួចទៅហើយអញ្ចឹងបើចង់ដឹងថាពាក្យសម្ដីដែលគាត់និយាយចេញមកប៉ះពាល់ផ្លូវចិត្តបន្តិចបង្អាក់នៅក្នុងការផ្ដល់ជាកម្លាំងចិត្តដល់យុវជនជំនាន់ក្រោយកម្រិតណាលុះត្រាតែយុវជនជំនាន់ក្រោយហ្នឹងមានវិបត្តិអ្នកមានវិបត្តិផ្លូវចិត្តមានសម្ពាធពាក្យថាសម្ពាធគឺមានវិបត្តិរួចទៅហើយសម្ពាធខាងផ្លូវសេដ្ឋកិច្ចសម្ពាធខាងផ្លូវទំនួលខុសត្រូវផ្សេងៗអញ្ចឹងលក្ខខណ្ឌមួយនេះសង្ឃឹមថាបងប្អូនដែលបានទស្សនានៅលើវីដេអូនេះមិននឹងមិនដាក់បន្ទុកទៅលើបងប្អូនដែលចាញ់មាតិកាហើយមិនដាក់បន្ទុកទៅលើបងប្អូនដែលបង្កើតនៅនេតិវិភាសា podcast ទៀតនោះទេពួកបងប្អូនត្រូវស្វែងយល់ឲ្យច្បាស់ថាពាក្យសម្ដីដែលវិភាគចេញមកដែលគាត់និយាយចេញមកយើងអាចវិភាគដឹងថាគាត់ជាមនុស្សមានវិបត្តិផ្លូវចិត្តឬក៏គាត់រស់នៅក្នុងវិបត្តិផ្លូវចិត្តកម្រិតណាមនុស្សមិនគួរនឹងខុសទេតែអ្វីដែលខុសត្រង់ថាការដែលយើងមិនដឹងការពិតតែប៉ុណ្ណោះពីព្រោះរាល់ការពិតទាំងអស់វាសុទ្ធតែស្ថិតនៅក្នុងជម្រៅនៃចិត្តរបស់បុគ្គលម្នាក់ដែលយើងឲ្យឈ្មោះថាជាសុខភាពផ្លូវចិត្តអញ្ចឹងសុខភាពផ្លូវចិត្តវាសុទ្ធតែជាការស្ដែងចេញមកតាមពាក្យសម្ដីយើងត្រូវសង្កេតមើលថាតើការនិយាយរបស់គាត់ពោពេញដោយមនុស្សមានសម្ពាធពីមុនមកឬក៏ពោពេញដោយមនុស្សដែលមិនមានសម្ពាធមិនធ្លាប់មានសម្ពាធនិងមិនមានសម្ពាធគឺខុសគ្នាសម្ពាធនោះគឺខ្ញុំចង់ផ្ដោតទៅលើសម្ពាធផ្លូវចិត្តព្រោះផ្លូវចិត្តយើងពាក់ព័ន្ធជាមួយនឹងផ្នែកហិរញ្ញវត្ថុក៏ជាផ្លូវចិត្តដែរពាក់ព័ន្ធជាមួយនឹងផ្នែកអំពើហិង្សាអីផ្សេងក៏ជាផ្លូវចិត្តដែរដូច្នេះសម្រាប់ការវាយតម្លៃរបស់មហាជនអាចនឹងមានលក្ខណៈអូសបន្លាយនិងជជែកវែកញែកតគ្នាពីមួយទៅមួយតែបើបងប្អូនដែលបានទស្សនានៅលើវីដេអូនេះសង្ឃឹមថាបងប្អូននឹងវិភាគទៅលើមួយជ្រុងមួយទៀតគឺតាក់ទងជាមួយនឹងផ្លូវចិត្តបើសិនជាយើងដាក់ចិត្តតែបន្តិចទាញចេញមកវិញនៅពាក្យសម្ដីដែលគាត់និយាយចេញទើបបានយើងអាចមើលឃើញអំពីជំរៅចិត្តរបស់គាត់តែគាត់និយាយនឹងគឺស្ថិតនៅក្នុងសម្ពាធផ្លូវចិត្តមួយណាគាត់ធ្លាប់ជួបគាត់ធ្លាប់ប្រឈមនឹងសម្ពាធផ្លូវចិត្តកម្រិតណាអញ្ចឹងស្ដែងឲ្យចេញឃើញថាចិត្តរបស់គាត់មានដក់ជាប់ជាមួយនឹងសមោលអតីតកាល
បាទស្រមោលអតីតកាលมันខុសទេបាទអ្វីដែលគាត់និយាយគឺมันខុសទេតែអ្វីដែលវាខុសត្រង់បងប្អូនមិនទាន់បានយល់ពីផ្លូវចិត្តបាទបើសិនជាយល់ផ្លូវចិត្តយើងអាចពោលពាក្យថាគួរឲ្យអាណិតនាងទៅវិញនោះទេបាទចឹងវីដេអូប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងតាមដានវីដេអូខាងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តបន្តទៅទៀតបាទខ្ញុំនឹងនិយាយស៊ីជម្រៅបន្ថែមទាក់ទងជាមួយនឹងវិបត្តិផ្លូវចិត្តជាមួយនឹងដំណោះស្រាយវិបត្តិផ្លូវចិត្តដោយដោះស្រាយជួយខ្លួនឯងបានមិនចាំបាច់អ្នកដទៃជួយបាទដោយយោងតាមច្បាប់ដើមរបស់ព្រះត្រៃបិដកនៃព្រះពុទ្ធសាសនារបស់យើងបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត